មានការអីទេគឺគាត់សឹងគេចាប់ខកខ្លួនហើយបើគាត់រាយការណ៍ជួយបរិញ្ញាបាទចឹងបានបញ្ជូនសំរុំដល់បរិញ្ញាបានបរិញ្ញាមានសិទ្ធិអានេះជាទេពពិសេសច្បាប់ប្រឆាំងអំពើពុករលួយបានផ្ដល់អំណាចឲ្យមន្ត្រីនគរបាលធម៌អំពើពុករលួយមានសិទ្ធិធ្វើការស៊ើបអង្កេតឲ្យឯងឈានដល់ការខកខ្លួនខ្លួនឯងហើយបានបញ្ជូនសំរុំដល់បរិញ្ញាបាទខកខ្លួននេះរាយការណ៍បរិញ្ញាបាទបរិញ្ញាដឹងរឿងពេលខ្លះបរិញ្ញាណាអត់ដឹងទេអត់ដឹងហេតុអីបើអញ្ចឹងព្រោះជាប់ពលឆាំពុករលួយគេមិនឲ្យបែកការច្រើនទេបែកការច្រើនស៊ើបអង្កេតអញ្ចឹងទេអញ្ចឹងហើយគឺអង្គពីគេធ្វើជាសម្ងាត់តែគេឈានដល់ការខកខ្លួនគ្រប់បានជូនដល់ទៅបរិញ្ញាពេលនោះបរិញ្ញាបានដឹងថាអូមានការខកខ្លួននេះចឹងដែរចាអានេះគឺជាឧទាហរណ៍ទេថាប្រធានទេទីព្រំតនយើងនេះគឺអនុវត្តទូទៅរបស់ព្រំតនក្នុងក្រមព្រំតនតែបើច្បាប់ព្រំតនសិទ្ធិឡៃគេអាចមានវិធានទេទីគេជាក់លាក់នៅក្នុងច្បាប់ហ្នឹងយើងទៅគ្រប់តាមវិធាននោះបើអត់ទេបានយកអាទូទៅនេះយើងពងរៀននេះយកទៅអនុវត្តបាទហើយសង្កេតដំណាក់កាលនគរបាលធម៌ជនល្មើសគេអត់ទាន់ហៅជនជាប់ចោទជនប្រចោទឬប្រជាជននេះគេហៅជនសង្ស័យយើងយល់ហ្នឹងបាទគឺហៅជនល្មើសបាទអញ្ចឹងចូល slide ទី2ទី2ការចាប់ប្រកាន់មិនកិច្ចមានអាយកាចោទហើយយើងយល់កាលវត្តភាពគ្រូយល់មុនហើយមិនយល់ទេអត្តន័យជនល្មើសជនអីហ្នឹងដឹងហើយបាទអញ្ចឹងគ្រូបញ្យល់មុនអស់ហើយណាពាក់ព័ន្ធនឹងអាយកាហាក់ដូចជាយល់សមស្របអស់ហើយពីកុសគ្នានៃគោលការណ៍កាលវត្តការចាប់ប្រកាន់នៃគោលការណ៍រដ្ឋសាស្ត្រគោលភាពនៃការចាប់ប្រកាន់ដែលប្រព័ន្ធច្បាប់យើងយកកាលវត្តភាពពីជំនួសចាប់ប្រកាន់វិញទៅ slide ទី3វាមានអនុសំណួរដល់ការទី3បាទទី3គឺជាក្រមសួរអញ្ចឹងដូចគ្រូបានបញ្ជាក់មុនជាក្រមសួរក្នុងដំណាក់កាលយកសួរគេប្រើពាក្យការស៊ើបសួរគេប្រើពាក្យស៊ើបអង្កេតទេសង្កេតដំណាក់កាលក្បាលធម៌ហើយអ្នកស៊ើបសួរគឺជាក្រមសួរប្រព័ន្ធនេះមានជាក្រមសួរប្រព័ន្ធច្បាប់ common law មួយកាំងប្រព័ន្ធទេស UK អីនេះនោះអត់មានទេណាហើយការចាប់ដើមសួរតាមរយៈ AI ប្រយ័ត្នមាន AI មួយគត់មានមួយគត់ទេថាមានផ្សេងទៀតប៉ុន្តែបើនិយាយពីអាយកាទៅមានតែ AI ទេបើប្រញ្ញាអត់ AI ទៅប្រសួរអង្គុយលេហើយអត់មានរឿងធ្វើទេទូនទីក៏អត់មានសិទ្ធិជំរះក្នុងរឿងហ្នឹងទេប៉ុន្តែថ្ងៃនេះយើងអាចក្រសួរជំរះរឿងផ្សេងតែមិនមែនជំរះរឿងក៏សួរទេបើនៅប្រទេសបារាំងដាច់គ្នាហ្មងបើឯងពេញទូនទីក្រសួរចាំតែសូវទេអត់មានឲ្យជំរះហ្មងក៏មិនចង់ជំរះគេហៅវិសាច្បាប់យើងពីដើមគេហៅថាសភាចរបរោះកាលពីសម័យសង្គមរាស្ត្រនិយមអ្នកដែលដើរតួជាក្រសួរហ្នឹងគេហៅសភាចរបរោះឬគេហៅថាសភាសឹកសួរវាសួរហ្នឹងគឺតួនាទីក៏ជាក្រមដែលគេតែងតាំងធ្វើជាក្រសួរអត់មានសិទ្ធិទៅជំរះបរិស័ទមកឬណាក៏ដោយឬគាត់សូវក៏ដោយឬមិនមែនឬក៏សូវក៏ដោយគឺអត់ចាំតែសួរនៅបារាំងគេធ្វើអញ្ចឹងគេមករឿងគេអត់ស្ទះយើងនេះមកថាគេបើកការសួររឿងអិចមកយើងសឹកអិចទៅព្រោះឲ្យទៅជំរះរឿងអ៊ីក្រិចរឿងសិតទៅដល់អញ្ចឹងទៅសូវផងជំរះផងចក្រមម្នាក់ហ្នឹងគឺធ្វើកិច្ចមុខងារពីរមុខងារយុត្តការសួរផងមុខងារយុត្តការជំរះផងប៉ុន្តែគាត់មិនឲ្យជំរះហ្នឹងសូវគឺជាមួយគ្នាទេច្បាប់យើងប៉ុន្តែនៅសភាដាច់បងធ្វើជាក្រមជំរះដល់អញ្ចឹងជំរះចូលសួរចាំក្រុមចាំសួរទេតែអញ្ចឹងរឿងវាអត់មានអីស្ទះយឺតយ៉ាវទេហើយយើងវាខ្វះជាក្រមដល់អញ្ចឹងហើយវាខ្វះជាក្រមបើមិនឲ្យទៅជំរះជួយជំរះរឿងស្ទះរឿងជំរះទៀតតែអនាគតប្រហែលជាត្រូវតែធ្វើដូចប្រព័ន្ធបារាំងដែរដាច់ពីគ្នាបានវាអត់លោកបានវាខកវារឿងបបនីទេជាក្រមចេញសារការពារដែលយើងដឹងដល់អង្គស្រីទៅគាត់ដឹកកាន់ដដែលហើយយើងទៅសុំគាត់លុបចាំតែលុបទៅប៉ុណ្ណាចេញពេលខ្លះយើងវាអញ្ចឹងតែពិតទៅដាច់គ្នាអ្នកណាចេញសារការពាររឿងមកឲ្យជំរះរឿងនោះទេ
យើងចាត់តាំងទៅចាត់តាំងមកជាក្រមដែរហើយដល់ជាក្រមអនុវត្តជាក្រមជំរះនៅជាមួយគ្នាដែរគាត់មិនអនុវត្តរឿងគាត់ប៉ុន្តែដើរម្ដងដើរទួជាក្រមជំរះម្ដងដើរជួយជាក្រមវត្តអញ្ចឹងហើយធ្វើឲ្យរឿងយើងស្ទះពេញហ្នឹងយឺតយ៉ាវដោយសារតែរវល់ការងារមុខងារគាត់ច្រើនពេកអនាគតត្រូវចែកដាច់បើមិនចែកដាច់ទេវាទៅការអនុវត្តការងារយឺតយ៉ាវចាប់ថាទេដោយសារតែយើងខ្វះចំនួននៃចក្រមបើយើងបែងចែកមុខងារដាច់អញ្ចឹងអត់តនេះអត់អាចទៅធ្វើចំបានអញ្ចឹងបានក្រសួងរើសមួយឆ្នាំសិតតែ70នាក់ជាងឬសិស្ស55ឬសិស្សផ្ទៃក្នុង20នាក់ឡាយមួយឆ្នាំគេ90នាក់ដើម្បីពេញបន្ថែមការរើសរាល់ឆ្នាំបន្តិចក៏5ឆ្នាំទៀតឬរហូតសិតតឡើងដល់2000នាក់បានអាចបន្ថយម្លងការរើសអាច3ឆ្នាំឬម្ដងឬ2ឆ្នាំឬម្ដងឥឡូវរាល់ឆ្នាំបាទឥឡូវគូបញ្យល់ប៉ុណ្ណឹងហើយចក្រសួងកែពីសិស្សសួរចប់គាត់មានអំណាចពីរគាត់សម្រេចលើកលែងចាប់ប្រកាន់ឬសម្រេចបញ្ជូនរឿងទៅជំនុំរះបើលើកលែងចាប់ប្រកាន់មានន័យគាត់ស៊ើបផុសតាមដាក់ទៅដល់ទុកគាត់លើកឃើញថាផុសតាមដល់ទុកច្រើនជាងដាក់ឬនៅវាអត់មានផុសតាមគ្រប់គ្រាន់ការចាប់ប្រកាន់ដោយឯកការចាប់អត់ទេអញ្ចឹងគាត់លើកលែងចាប់ប្រកាន់ភាសាច្បាប់គេហៅចេញទៅការដំណោះស្រាយដែលការដំណោះស្រាយអាចរូបភាពជាការសម្រេចលើកលែងចាប់ប្រកាន់អាចរូបភាពជាការបញ្ជូនជំរះបើគាត់យល់ឃើញនៅរឿងនេះមានផុសតាមគ្រប់គ្រាន់ចាប់វិភាពគាត់បញ្ជូនទៅជាក្រុមជំរះតែម្ដងដល់ពេលដែលដំណាក់កាលចក្រសួរហើយជននឹងប្រែឈ្មោះពីជនសង្ស័យឬជនមើលដំណាក់កាលកបាធរព្រះញ្ញាចោតជនចចោតដល់មកចក្រសួរជនទៅចោតឈ្មោះរបស់បុគ្គលម្នាក់ហ្នឹងត្រូវបានដូរបាទនេះងួយទេអត់ទេបាទយល់សល់គ្រូខ្ញុំមានសំណួរមួយបាទសល់គ្រូបាទនៅក្នុងដំណាក់កាលស៊ើបសួរករណីចៅក្រមគាត់ស៊ើបចុះស៊ើបឡើងទៅគាត់រកឃើញបទល្មើសថ្មីក្រៅពីដីកាសន្និដ្ឋានដីកាបញ្ជូនរឿងស៊ើបសួររបស់ព្រះញ្ញាត្រង់ចំណុចហ្នឹងគាត់ចោទបន្ថែមដល់ខ្លួនឯងឬមួយគាត់បញ្ជូនទៅព្រះញ្ញាវិញគ្រូបាទអត់ទេតាមច្បាប់អង្គហេតុបើសិនជាអង្គហេតុជាចូលជាបទល្មើសថ្មីដែលបទល្មើសហ្នឹងគ្មាននៅក្នុង AI របស់ព្រះញ្ញាទេគាត់ត្រូវបញ្ជូនអង្គហេតុហ្នឹងទៅឲ្យសំរឿនហ្នឹងណាទៅឲ្យព្រះញ្ញាចោទបន្ថែមព្រះញ្ញាគាត់នឹងចេញទៅការសន្និដ្ឋានបញ្ជូនរឿងស៊ើបសួរបន្ថែមឈ្មោះវិញអញ្ចឹងពីមុនចោទប្រកាន់មកថាបទល្មើសលួចបាទលួចចុះគាត់ AI មកលួចបាទលួចមិនឆំទេបើដែលគាត់ចោទបើការធ្វើចោលដល់ពេលស៊ើបវាចេញបទល្មើសមួយទៀតមិនមែនត្រឹមតែលួចទេជួយដូរគឺញៀនមួយទៀតចុះអង្គហេតុថ្មីនេះស៊ើបមកចេញឲ្យលេចចេញនៅអង្គហេតុថ្មីដែលគ្មាននៅក្នុង AI របស់ព្រះញ្ញាទេអញ្ចឹងចក្រសួរអត់អាចស៊ើបសួរអង្គហេតុគឺញៀនបានទេគាត់នឹងបញ្ជូនរឿងហ្នឹងទៅឲ្យព្រះញ្ញាបើកការស៊ើបសួរបន្ថែមលើបទល្មើសជនហ្នឹងលើបទល្មើសជួយដូរគឺញៀនឬក៏អីចឹងទៅបាទនេះជាអន្តេធាព្រោះចក្រមសួរមានចំណងមួយស៊ើបតែអ្វីស៊ើបតែអង្គហេតុដែលព្រះញ្ញាបានចោទទេអង្គហេតុដែលព្រះញ្ញាបានចោទចក្រមសួរគ្មានសិទ្ធិបើការស៊ើបសួរអង្គហេតុថ្មីឬអង្គហេតុដែលក៏បានចោទបង្ហាញនេះជាចំណងដែលចក្រមសួរចងជាមួយនឹងចងដោយការចាប់ប្រកាន់របស់ព្រះញ្ញាតែក៏អត់មានចំណងទៅលើបុគ្គលទេគាត់អាចពលាតការស៊ើបអង្កេតលើបុគ្គលបន្ថែមប្រហែលគាត់ចោទតែ X ទេចោទតែកហើយតែគាត់ស៊ើបទៅវាលេចចេញអាខកគាត់មានសិទ្ធិពលាតស៊ើបសួរអាខកដែលទោះបីឈ្មោះខកមិនមានឈ្មោះក្នុង AI ក៏ដោយអាចពលាតបុគ្គលតែមិនពលាតអង្គហេតុចាំតែប៉ុណ្ណេះបាទបាទអរគុណច្រើនគ្រូឥឡូវចូលដំណាក់កាល